ធ្វើគឺដំបូងខ្ញុំធ្វើការដាំទឹកហើយខ្ញុំដាក់អំបិលទុំចូលដើម្បីជ្រុំបន្ទាប់ពីទឹកយើងពុះហើយយើងធ្វើការដាក់ប្រហុកសាច់ចូលសាច់យើងគឺយើងឆ្ងាញ់មកហើយបន្ទាប់ពីយើងដាក់ប្រហុកយើងពុះហើយយើងធ្វើការដាក់ខ្ទឹមម្ទេសចូលហើយនឹងត្រីចាខ្ញុំប្រើអំបិលទុំរៀងច្រើនបន្តិចដោយសារល្ហុងវាមានជាតិគេហៅថាសូកជាតិចូលជូរចូលណាធ្វើការដាក់ត្រីហើយខ្ញុំធ្វើការដាក់អំបិលបន្តិចចុងស្លាបព្រាបាយប៊ីចេងចុងស្លាបព្រាបាយដែរនឹងយើងប្រើទឹកត្រីតិចទៅបន្តទៅទៀតយើងធ្វើការទុកឲ្យពុះដួសពពុះវាចេញហើយដួសពពុះចេញហើយខ្ញុំធ្វើការដាក់ចូលដាក់តាគៀបក្តាមហើយនឹងល្ហុងការដាក់ល្ហុងចូលសិនទឹកក្តាមយើងអត់ទាន់ដាក់ចូលទេខ្ញុំដាក់ល្ហុងឲ្យវាទន់សិនទើបខ្ញុំធ្វើការដាក់ទឹកក្តាមដែលយើងបុកឲ្យពុះនោះចូលពុះក្តាមយើងបានពុះហើយយើងធ្វើការចាក់កាពឹសចូលយើងកាត់ក្បាលហើយចូលយើងធ្វើការកូរឲ្យសព្វបន្ទាប់មកយើងធ្វើការដាក់ម្អមចូលជាការស្រាប់យើងធ្វើការបិទភ្លើងអរគុណពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ចាសូមជម្រាបលាពុកម៉ែបងប្អូនអរគុណដែលបានទស្សនាវីដេអូរបស់នាងខ្ញុំ